ស្វាមីរបស់អ្នកគឺត្រូវតែជាអាទិភាពមុនមិត្តភ័ក្តិមុនការងារមុនរឿងរ៉ាវនៅលើបណ្ដាញសង្គមរបស់អ្នកពីព្រោះថាបើគ្មានអាពាហ៍ពិពាហ៍រឹងមាំនោះទេអ្វីផ្សេងទៀតក៏ដួលរលំនឹងសាបសូន្យដែរប្តីដែលអ្នកបានជ្រើសរើសដើម្បីកសាងជីវិតជាមួយគ្នាគាត់ត្រូវការគោរពត្រូវការយកចិត្តទុកដាក់និងក្តីស្រឡាញ់ពីអ្នកមិនអាចចាត់ទុកប្តីដូចជាមិត្តរួមបន្ទប់ហើយរំពឹងថាប្តីនឹងដើរតួនាទីជាដៃគូរ៉ូមែនទិកនោះទេអ្នកមិនអាចប្រងើយកន្តើយនឹងប្តីអស់រយៈពេលជាច្រើនសប្តាហ៍ហើយបន្ទាប់មកអ្នកក៏ត្អូញត្អែដាក់គាត់ថាហាក់ដូចជាប្តីមានអារម្មណ៍ឃ្លាតឆ្ងាយឬសោះអង្គើយនោះក៏ទេដែរសូមអ្នកផ្ដល់ក្តីស្រឡាញ់ដែលអ្នករំពឹងទុកចង់បានពីប្តីធ្វើជាកន្លែងដែលសម្រាប់ជាតម្រូវការរបស់ប្តីក្នុងរបៀបដែលអ្នកចង់ឲ្យប្តីស្ដាប់នៅតម្រូវការរបស់អ្នកដែរប្តីមិនល្អឥតខ្ចោះនោះទេក៏ប៉ុន្តែអ្នកក៏មិនល្អឥតខ្ចោះនោះដែរ